ដោយសារអីដោយសារអញ្ចឹងតេឃើញគេរកឃើញទៅជាអក្រិតកន្លែងមជ្ឈមណ្ឌលអក្រិតកម្មក៏ក្រៅពិភពលោកល្បីនៅក្នុងតំបន់អាស៊ីហើយយើងក៏លឺយើងញាក់សាច់បាត់ហើយអ្នកណាដែលហ៊ានទៅចង់រកស៊ីជាមួយយើងហើយមានសាច់សារលហិតរបស់ថ្នាក់ដឹកនាំហើយគណៈបកប្រជាជនដែលជាគណៈបកកណ្ដាលអំណាចគេរកឃើញថានៅពីក្រោយហើយប៉ូលីសអីហ្នឹងនៅពីក្រោយហ្នឹងទៀតតើយើងទៅខ្ញុំជឿថានឹងឯគណៈបកប្រជាជននិងរដ្ឋាភិបាលកម្ពុជាចំណាយពេលវេលាទៅអស់លោកចំណាយពេលពីពេលហ្នឹងទៅហើយដើម្បីផ្ទៀងផ្ទាត់នឹងអារបាយការណ៍គេរកឃើញ73ទំព័រហ្នឹងហើយចាប់ផ្ដើមផ្សាយប្រាប់ប្រជាពលរដ្ឋគ្រប់ចំណុចមកចំណុចទី1គេចោទអញ្ចេះដោះស្រាយមិនចំណុចទី2ដោះស្រាយមិនទៅតាមហ្នឹងទៅបងប្អូននឹងឃើញថាអាហ្នឹងជាការដោះសារហើយសួរថាបងប្អូនខាតពេលប៉ុណ្ណាយើងអត់មានពេលដើម្បីទៅខាតឥឡូវយើងចាប់ផ្ដើមអាក្បួនរទេសយើងទម្លាក់ចោលទាំងអស់មាសកែវកងពីទូសូរកានអីគឺទម្លាក់ចោលតាមរទេសអស់ទុកតែសបុកមន់ហើយនឹងណែសលៃក៏អារបស់ដែលល្អយើងចោលតាមផ្លូវអស់ទៅហើយចឹងដល់ពេលយើងទៅដល់ទីដៅទៅតែអាទិសតេសុតអារបស់នឹងក្រោយទាំងអស់ហើយដល់អញ្ចឹងតែយើងនឹងអង្គុយគិតឈឺក្បាលអញ្ចឹងប្រហែលឆ្នាំទៀតទៅបងប្អូនតើយើងទាំងអស់គ្នាក៏នឿយហត់ដែរទាំងអស់គ្នានឹងខ្ញុំជឿថាបងប្អូនបញ្ញវន្តនិស្សិតនៅស្រុកខ្មែរមន្ត្រីរាជការទាំងអស់បងប្អូនប្រហែលជានឿយហត់ពេកហើយនឿយហត់នឹងការអស់សង្ឃឹមនឿយហត់នឹងការត្រូវតែហាយអើតាមគេនឿយហត់នឹងការដែលស្ដាប់អាការដែលគេបោកប្រាស់នយោបាយប្រជាពិធដ្ឋហើយអត់អាចធ្វើអីកើតឲ្យតែក្អកបន្តិចគឺគេមូលក្អកបន្តិចគឺគេរឹបអាហ្នឹងហើយដែលធ្វើឲ្យយើងអត់ទៅមុខរួចទេបងប្អូនដូច្នេះខ្ញុំសរុបសេចក្តីមកវិញឬគល់នៃបញ្ហាគឺរបៀបដឹកនាំរដ្ឋដើម្បីដោះស្រាយបញ្ហាគឺដូររបៀបដឹកនាំរដ្ឋខ្ញុំអត់ចង់ឲ្យមានបដិវត្តចង់ឲ្យមានការរុះរើរហូតតមានការបង្ហូរឈាមអីទេខ្ញុំស្អប់ណាស់អំពើហិង្សាក៏ប៉ុន្តែរដ្ឋាភិបាលបង្កើតអំពើហិង្សាហើយនេះបង្កើតភ្លើងគំនុំឲ្យឆេះងុំនៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋហើយអ្នកដែលក្រោកតវ៉ារដ្ឋាភិបាលអត់មានអ្នកណាក្រៅពីកសិករក្រៅពីអ្នកចម្ពាក់លុយបំណុលធនាគារក្រៅពីអ្នករលុយសងគេអត់បានក្រៅពីនិស្សិតដែលចេញមករកការងារធ្វើមិនបានយុវជនខ្លាយទៅជាអ្នកជួញដូរគ្រឿងញៀនប្រើប្រាស់គ្រឿងញៀនបងធំបងតូចកាប់ចាក់គ្នាពេញផ្លូវហ្នឹងទាំងអស់នឹងឯងដែលឲ្យអស់លោកតើត្រូវខាតពេលប៉ុណ្ណាស្មានតែទ្របដែលអស់លោកបានមកនឹងអស់លោករស់នៅសង្ងំសុកមែនអស់លោកយកទ្របនឹងមកអាមេរិកឬក៏មកចក្រភពអង់គ្លេសឬមកកាណាដាក៏យកមកតាមមិនបានដោយសារអីភ័យខ្លាចគេរឹបអូសទ្របសម្បត្តិដូច្នេះចោះទឹកកពើឡើងលើខ្លាចូលព្រៃបលាចូលផ្សារប៉លីអស់លោកក៏លំបាកដែរហើយអស់លោកចង់រស់នៅក្នុងស្ថានភាពលំបាកអញ្ចឹងមកជីវិតឬក៏យ៉ាងម៉េចប្រជាពលរដ្ឋក្រីក្រក៏គ្នាលំបាកដោយសារតែអស់លោកក្តាប់អាធនធានទាំងអស់នៅក្នុងដៃប្រជាពលរដ្ឋ95%ដែលខ្វះខាតទ្រព្យសម្បត្តិទាំងអស់នៅក្នុងប្រទេសកម្ពុជានៅក្នុងកណ្ដាប់ដៃតែ5%ទេបងប្អូនអត់ដល់ផងទ្រព្យសម្បត្តិដែល GDP យើងដែលគិតថារាប់ពាន់លានដុល្លារដែលគេចែកមកហ្នឹងខ្ញុំពេលខ្លះឲ្យតែលឺគេថាយក GDP ទៅចែកប្រជាពលរដ្ឋ17លានណាខ្ញុំមួម៉ៅមែនតើអយុត្តិធម៌ពេកហើយបើយើងយកអា GDP ហ្នឹងយកទៅចែក7 10លានអ្នកហ្នឹងគឺបានម្នាក់$1000អញ្ចឹងឧទាហរណ៍មួយឆ្នាំប៉ុន្តែគ្នារកអត់ដឹងបានណាអា$1000ហ្នឹងគឺគ្រាន់តែជាទ្រព្យរបស់អ្នកមាន5%ហ្នឹងតាយើងចែកឲ្យតែឃើញជារូបភាពហ្នឹងតែគ្នាប្រជាពលរដ្ឋក្រីក្រអត់បានអីសោះតែម្ដងគឺតែទេឡតែម្ដងចឹងបានថាយើងត្រូវមើលឡើងវិញបងប្អូនមើលឡើងវិញសូម្បីតែបងប្អូននៅក្នុងជួរគណៈបកប្រជាជនឬក៏រដ្ឋាភិបាលហ្នឹងបងប្អូនជាបញ្ញវន្តប្រើខួរក្បាលយើងទៅបងប្អូនកុំឲ្យអ្វីចេះតែគេថាស្រេចចិត្តតើបងប្អូនចង់នៅអញ្ចឹងទេកប៉ាល់មួយដែលកំពុងតែធ្លុះធ្លាយហើយចិត្តរលិចហ្នឹងហើយយើងនៅអង្គុយហើយអើស្ដាប់ចម្រៀងឡើងរហឹមហ្នឹងឬក៏យ៉ាងម៉េចខ្ញុំអត់យល់ទេខ្ញុំមិនចង់ឲ្យបងប្អូនទៅក្រោកតតាំងស្អីណាបដិវត្តពណ៌បង្ហូរឈាមខ្ញុំអត់ចឹងទេខ្ញុំចង់ឲ្យបងប្អូននឹងគឺហ៊ាននិយាយហ៊ានថាហ៊ានប្រាប់ការពិតថាហ្នឹងមិនត្រូវទេហើយចុះឥឡូវបើពិភពលោកគេឃើញគ្រប់គ្នាចុះបងប្អូនក៏អត់ហ៊ានថាហ្នឹងតើវាមាននរណាគេហ៊ានថាដល់ពេលបងប្អូនអត់ហ៊ានថាអីសោះដឹងរដ្ឋាភិបាលគេបានចិត្តមិនហ៎គេថាប្រជាជនពេញផ្ទៃប្រទេស17លាននេះអត់មានអាណាមាត់មួយម៉ាត់មកវងវាងតាពួកស្អីប្រឆាំងក្រុមប្រឆាំងវា3 4គ្រាប់មកតបស្វាហ្នឹងខ្ញុំទៅឈឺក្បាលប៉ុន្តែខាងគ្នាបកប្រឆាំងហ្នឹងមានទៅបានស្រាវជ្រាវអីគាត់ថាតាមគេដែរហ្នឹងណាអារបាយការណ៍ហ្នឹងសុទ្ធតែស្ថាប័នឯករាជ្យទាំងអស់ហើយមើលបើអស់លោកអត់យកមកធ្វើតាមតើយើងយ៉ាងម៉េច
បាទឥឡូវខ្ញុំមែនតើទៅខ្ញុំស្រក់ទឹកភ្នែកឲ្យតែរឿងដែលគេនិយាយពីគេអាស្រូវរបស់កម្ពុជាយើងខ្ញុំស្រក់ទឹកភ្នែកដោយសារអីបងប្អូនជាខ្មែរខ្ញុំជាខ្មែរដែរណាបងប្អូនកម្ពុជាជាប្រទេសរបស់ខ្ញុំដែរណាមិនមែនជាប្រទេសរបស់អស់លោកក្រុមគ្រួសារតែប្រមាណអ្នកហ្នឹងទេអស់លោកយកប្រជាពលរដ្ឋ17លានអ្នកធ្វើជាចំណាប់ខ្មាំងដោយទាំងខ្ញុំមួយដែរបើតែខ្ញុំនៅសហរដ្ឋអាមេរិកមែនក៏ប៉ុន្តែឈាមជ័ររបស់ខ្ញុំបេះដូងរបស់ខ្ញុំនៅស្រុកខ្មែរខ្ញុំកើតនៅស្រុកខ្មែរ38ឆ្នាំខ្ញុំរស់នៅស្រុកខ្មែរខ្ញុំមកនៅអាមេរិកទៅបាន11ឆ្នាំដូច្នេះទាំងបេះដូងទាំងស្មារតីទាំងផ្នត់គំនិតទាំងមនសិការឧត្តមគតិសតិសម្បញ្ញៈបញ្ញាញាណអីទាំងអស់គឺនៅស្រុកខ្មែរទាំងអស់អញ្ចឹងអស់លោកមិនអាចនឹងថាស្រុកខ្មែរគេស្រឡាញ់ដែរគេខំប្រឹងការពារថែរក្សាប៉ុណ្ណឹងឯងមិនអីបងប្អូនរឿងដែលរបាយការណ៍មិញដែលលោក Jacob Sims រកឃើញអំពីបទអក្រិតនៅក្នុងប្រទេសកម្ពុជាលោកអាសូរលោកប្រើពាក្យអញ្ចេះសោកស្ដាយមែនតើដែលប្រទេសកម្ពុជាថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាសពថ្ងៃនឹងឯងដែលមានគុណូបការៈគុណបំណាច់នៅក្នុងការស្ដារប្រទេសកម្ពុជាពីបាតដៃទទេពីរបបសង្គ្រាមរ៉ាំរ៉ៃអសន្តិសុខភ្នក់ភ្លើងសង្គ្រាមនាំប្រទេសនេះឲ្យមកក្នុងស្ថានភាពដូចបច្ចុប្បន្នដែលពួកគាត់ឲ្យនាំគ្នាអគុណសន្តិភាពអ្នកដែលស្រាវជ្រាវនេះក៏បានទទួលស្គាល់ការពិតថាកម្ពុជាសប្តាហ៍នេះមានស្ថិរភាពល្មមដែលថាដោយសារតែគុណបំណាច់មន្ត្រីអតីតកម្មាភិបាលខ្មែរក្រហមឬក៏អ្នកចូលរួមនៅក្នុងការធ្វើឲ្យកម្ពុជាមានដល់ថ្ងៃនេះដើម្បីឲ្យមានសុវត្ថិភាពត្រឹមថ្ងៃនេះដែរប៉ុន្តែលោកថាគួរឲ្យអកុសលនិងសោកស្ដាយបំផុតដែលអ្នកទាំងអស់នោះដែលខំប្រឹងរៀបចំប្រទេសមួយដើម្បីឲ្យមានសុខសន្តិភាពឬក៏ថាមានសុវត្ថិភាពមានស្ថិរភាពមកដល់ពេលនេះតែជាអ្នកបំផ្លាញវាទៅវិញណាបំផ្លាញដោយសារអីដោយសារតែរៀបចំអង្គការចាត់តាំងដែលមានរដ្ឋនៅពីក្រោយមានគណៈបកកណ្ដាលអំណាចនៅពីក្រោយហើយមានកូនចៅបងប្អូនសាច់សាលោហិតអីអញ្ចឹងនាំគ្នាលួចជាតិបំផ្លាញជាតិបែបនេះធ្វើឲ្យជាតិនេះរីងរៃគាត់និយាយថាមិនចាំបាច់មើលអីទេកណ្ដាលក្រុងភ្នំពេញមានកន្លែងខ្លះក៏លុកចង្ហុកពេញទឹកពេញដីប៉ុន្តែ Rolls Royce អាឡានតម្លៃសិតតែលានដុល្លារបើរនៅទីក្រុងភ្នំពេញច្រើនជាងទីក្រុងណាទាំងអស់នៅលើពិភពលោកព្រោះឡានថ្លៃបែបនេះមាននៅក្នុងទីក្រុងខ្មែរច្រើនជាងនៅក្នុងទីក្រុងណាទាំងអស់បងប្អូនខ្ញុំស្ដាប់ទៅបងប្អូនប្រហែលជាអ្នកមានមួយចំនួនគេថាឃើញនៅខ្មែរយើងអស់ចាអញ្ចឹងយើងមានឡានថ្លៃអញ្ចឹងប៉ុន្តែបើខ្ញុំស្ដាប់មកវិញគឺថោកមែនតើយើងថោកនឹងដោយសារអីគឺយើងមានតម្លៃនៅក្នុងពេលដែលប្រជាពលរដ្ឋក្រីក្រខ្វះខាតលហេមលហាមយើងមកមានតែ5%ហ្នឹងយើងជិះឡានយើងរៀបចំអាពាហ៍ពិពាហ៍លានដុល្លារឬសែនដុល្លារក្នុងអាពាហ៍ពិពាហ៍មួយទិញផ្កាវល់ម៉ឺនខ្ញុំមិនទៅឈឺក្បាលអស់លោកធ្វើអីធ្វើទៅប៉ុន្តែអ្វីដែលអស់លោកធ្វើនេះគេបង្ហាញអង្គឃើញអំពីការលួចជាតិគេថាបងប្អូនមួយចំនួនរស់ស៊ីសុចរិតទៅហើយប៉ុន្តែបើយើងរស់ស៊ីសុចរិតមែនណាយើងនឹងខ្មាស់អៀនយើងមិនហ៊ានធ្វើអញ្ចឹងទេដោយសារយើងនឹកឃើញអាណិតប្រជាពលរដ្ឋខ្វះខាតគ្នាខ្វះខាតច្រើនណាស់យើងហេតុអីបានខ្ជះខ្ជាយថវិកាឬក៏ធ្វើឲ្យវាមានគម្លាតគ្នារវាងអ្នកក្រនិងអ្នកមាននឹងអីក៏ឆ្ងាយមកម្លេះបានន័យថាយើងទៅអួតតែអ្នកមានយើងភ្លេចគិតពីអ្នកក្រដែលគ្នាកំពុងតែរើសកំប៉ុងរើសដបទឹកសុទ្ធនៅអាកន្លែងរោងការរបស់យើងដែលយើងចំណាយផ្ការាប់សែនដុល្លារដែលសម្រាប់ការមួយអញ្ចឹងហើយឡានរាប់លានដុល្លារឬក៏សែនដុល្លារតែនៅក្នុងប្រជាពលរដ្ឋរត់តែលុយបង់ឲ្យអង្គការអត់បានណាអានេះដែលគេបញ្យល់ថាយើងធ្វើឲ្យប្រទេសមួយនេះคล้ายទៅជាឋាននរកនៅក្នុងឋានសួគ៌បងប្អូនទាំងអស់គ្នាអ្នកដែលអរគុណសន្តិភាពគេហៅថាជាឋានសួគ៌ជាបេះដូងជាអីប៉ុន្តែគេហៅថាឋាននរកនៅក្នុងឋានសួគ៌គឺរស់ពិបាកជាងស្លាប់អញ្ចឹងសរុបសេចក្តីមកគឺនេះគឺជារបាយការណ៍គេទេបងប្អូនទៅដោះស្រាយខ្លួនឯងទៅហើយពន្យល់ទៅហើយខ្ញុំចង់និយាយថាប្រជាប្រដ្ឋខ្មែរហត់នឿយពេកហើយគឺរស់នៅក្នុងស្ថានភាពសង្គ្រាមនឹងវារ៉ាំរ៉ៃយូរពេកមកដល់ពេលនេះសមនឹងទទួលបានសន្តិភាពពិតប្រាកដមួយហើយប៉ុន្តែសន្តិភាពរបស់បងប្អូននៅទីនេះគឺជាសន្តិភាពតែនៅក្នុងការសន្យានិងការឲ្យស្រែកជាខុសអរគុណសន្តិភាពទេក៏ប៉ុន្តែសន្តិភាពផ្លូវចិត្តនិងផ្លូវកាយខ្ញុំជឿថាបើតាមរបាយការណ៍នេះគឺបងប្អូនពុំមានទេដូច្នេះដើម្បីធ្វើឲ្យមានសន្តិភាពទាំងអស់នេះគឺដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញហើយចាំបងប្អូនមកចរចារឿងពាណិជ្ជកម្មអីជាមួយអាមេរិកអីចឹងនេះអាចចេះអីនេះសិតតែរឿងពលទុកឯងបងប្អូន
យើងកុំសង្ឃឹមថាអាមេរិកនៅពេលស្ថាប័ន Harvard University គេខំប្រឹងរកឃើញរបាយការណ៍អំពីអក្រកម្មពាណិជ្ជកម្មអីនៅក្នុងប្រទេសកម្ពុជាមានការលាងលុយលាងអីនៅកខ្វក់ប្រព័ន្ធហិរញ្ញវត្ថុយើងគេដាក់ទណ្ឌកម្មតើគេទៅហ៊ានរកស៊ីអីជាមួយយើងដូច្នេះទៅចរចាឲ្យគេបញ្ចុះពន្ធបញ្ចុះអីហ្នឹងគឺថាវាពិបាកសង្ឃឹមមែនតើបងប្អូនយើងអត់បានត្រៀមខ្លួនហើយខ្ញុំមិនដឹងថាអស់លោកត្រូវការពេលប្រមាណទៀតដើម្បីត្រៀមខ្លួនរបាយការណ៍គេចេញរាល់ឆ្នាំហើយអស់លោកចំណាយពេលតាជួលមន្ត្រីជួលអង្គការជួលក្រុមហ៊ុនទៅទី1គឺទាត់ចោលរបាយការណ៍គេទី2ដោះសារទី3គឺជួលក្រុម lobby ហ្នឹងទៅ lobby មន្ត្រីអាមេរិកមន្ត្រីអីចឹងទៅកុំឲ្យដាក់ទណ្ឌកម្មកម្ពុជាប៉ុន្តែអត់ស្ដារទេគឺបានន័យថាជួយឲ្យគេកុំឲ្យរលរឿងយើងតែប៉ុណ្្នឹងទៅតែអត់ស្ដារទេអាហ្នឹងយើងខាតប្រមាណតង់ទៀតបងប្អូនប្រមាណជាន់ទៀតដូច្នេះវាអកុសលអញ្ចឹងបងប្អូនរឿងនេះបើនិយាយទៅក៏មកយប់ទៅភ្លឺក៏និយាយតែមិនអស់ដែរគ្រាន់តែថាខ្ញុំសូមបញ្ចប់រឿងទី3ត្រឹមប៉ុណ្្នឹងចោះបងប្អូនជិត2ម៉ោងទៅហើយ2 3រឿងហើយឥឡូវនៅសល់2រឿងទៀតអមិនវិញលើបងប្អូនអ្នកណាដែលនៅស៊ូបានសូមអញ្ជើញនៅបន្តទៀតបងប្អូនដែលមិនទាន់ស៊ូបានឬក៏មានភារកិច្ចអីរវល់មមាញឹកត្រូវបំពេញការងារទទួលទានអីសូមអញ្ជើញតាមការគួរខ្ញុំគ្មានទោមនិញទោមនាស់ទេហើយអរគុណបងប្អូនដែលបានត្រង់ត្រាប់ស្ដាប់តាំងតែពីរឿងទី1ទី2ទី3ឥឡូវនេះចូលដល់រឿងទី4ហើយនឹងបិទរឿងទី5ចុងក្រោយបាទរឿងទី4នេះគឺតកតងនឹងបុករត់បុករះបើកបរក្នុងពេលស្រវឹងមន្ត្រីពាក់ឯកសន្តានប្រព្រឹត្តអំពើល្មើសដែលមិនខ្ពើមនឹងអំពើថោកទាបហ្នឹងហើយយើងនៅតែប្រព្រឹត្តបានជារៀងដរាបកម្ពុជាអត់បានផ្លាស់ប្ដូរអីទាល់តែសោះយើងឃើញបញ្ហាបែបនេះកើតឡើង10ឆ្នាំមុន20ឆ្នាំមុនឥឡូវហ្នឹងក៏នៅតែកើតឡើងវាអត់មានអីប្រែប្រួលហើយយើងសួរទៀតថាស្អីជាឫសគល់នៃបញ្ហាខ្ញុំមែនតើខ្ញុំអត់ចង់និយាយបញ្ហាទៀតទេបងប្អូនខ្ញុំធ្វើការនៅវិទ្យុអាស៊ីសេរី6ឆ្នាំណាបញ្ហានោះគឺថាបើនិយាយទៅគឺថាវាអស់សាច់ខ្ញុំសុំទោសខ្ញុំប្រើពាក្យអក្សរោះទៀតហើយវាមិនដឹងថាយកពាក្យអីទៅបញ្យល់បងប្អូនឲ្យយល់អស់សាច់ហ្នឹងគឺបានន័យថាវាអត់មានសាច់កន្លែងណាដែលត្រូវរិះគន់បានទៀតវាជួនកាលអ្នករិះគន់ហ្នឹងក៏នឿយណាយធុញទ្រាន់ដែរបងប្អូនធុញទ្រាន់ណាស់ព្រោះអីការរិះគន់ការដែលលើកឡើងពីបញ្ហាគឺចង់ឲ្យមានដំណោះស្រាយដើម្បីចំណេញខ្មែរប៉ុន្តែដោយសារថ្នាក់ដឹកនាំធ្វើប្រងើយកន្តើយហើយដោះសារជាជាងដោះស្រាយការពារជាជាងនិយាយការពិតគឺធ្វើឲ្យអ្នកដែលផ្សាយព័ត៌មាននឹងពេលខ្លះក៏នឿយណាយប៉ុន្តែមនសិការនឹងក៏នៅតែដាស់មកទៀតថាកុំអាលនឿយណាយបងប្អូនខ្មែរអត់ទាន់បានទទួលបានសេចក្តីសុខយុត្តិធម៌សង្គមទេកុំអាលបោះបង់ចោលពួកគាត់អីយើងនៅតែខ្លាយជាសម្លេងសម្រាប់អ្នកដែលគ្មានសម្លេងអានេះកុំមានមនសិការហ្នឹងឯងកុំឲ្យរត់ចោលណាបងប្អូនដោយសារអីវានឿយណាយពេកយើងដឹងហើយថាដោយលោក Albert Einstein គាត់និយាយចឹងថានៅពេលដែលយើងធ្វើអីមួយដដែលហើយយើងរំពឹងថាបានលទ្ធផលថ្មីនោះគឺជាអំពើឈួតលីលាពេលខ្លះខ្ញុំគិតថាខ្ញុំឈួតលីលាតែបងប្អូនកាលធ្វើការនៅវិទ្យុអាស៊ីសេរីហ្នឹងគឺជាអំពើឈួតលីលារបស់ខ្ញុំដែរដោយសារអីដឹងថាលោកហ៊ុនសែនគាត់ធ្វើមិនត្រូវយើងនិយាយតែរឿងធ្វើមិនត្រូវដឹងថាគណៈបកប្រជាជនបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងនិយាយតែពីរឿងគណៈបកប្រជាជនបំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យដឹងថាក្រុមគ្រួសារគេលើកដំកើងគ្នាបកពួកពុកលលួយយើងនិយាយតែពីរឿងពុកលលួយថ្ងៃណាក៏និយាយរឿងហ្នឹងថ្ងៃណាក៏និយាយរឿងហ្នឹង6ឆ្នាំគឺខ្ញុំនិយាយតែរឿងហ្នឹងតែជាលទ្ធផលអត់មានបានកែអីសោះស្ថានភាពកាន់តែលំបាកជាងមុនទៅទៀតបងប្អូនគិតថាតើបងប្អូននឿយណាយនៅពេលដែលយើងធ្វើអីរាប់ឆ្នាំហើយយើងអត់បានលទ្ធផលយើងនឿយណាយដែរបងប្អូនមិនអញ្ចឹងទេប៉ុន្តែដូចខ្ញុំជម្រាបអញ្ចឹងភាពឈួតលីលារបស់ខ្ញុំក្នុងពេលដែលខ្ញុំធ្វើការឲ្យវិទ្យុអាស៊ីសេរីហើយនឹងភាពឈួតលីលារបស់ខ្ញុំនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើព័ត៌មានខ្លួនឯងនេះគឺដោយសារតែខ្ញុំស្រឡាញ់ខ្មែរកុំអីខ្ញុំមិនឈួតអញ្ចឹងទេខ្ញុំឈួតលីលានេះដោយសារតែខ្ញុំគិតថាខ្មែរអត់ទាន់មានអំពើយុត្តិធម៌ខ្មែរអត់ទាន់មានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យខ្មែរត្រូវបានគេយកជាចំណាប់ខ្មាំងអីចឹងណាកុំអីខ្ញុំអត់ឈួតលីលាទេការងារខ្ញុំមានរបរខ្ញុំមានខ្ញុំធ្វើអីក៏រស់ដែរនៅស្រុកនេះខ្ញុំរត់តាមឡានតាក់ស៊ីក៏ខ្ញុំរស់ដោយសមាជីវអូធូអត់មានប្របាក់អីសោះប៉ុន្តែមនសិការហ្នឹងវានៅជេរស្ដីខ្ញុំគ្រប់ពេលថាឈួតចោះដើម្បីប្រជាពលរដ្ឋខ្មែរយើង
សុកចិត្តឲ្យអ្នកដឹកនាំស្រុកខ្មែរដែលគេមិនឈួតលីលាគេនៅតែប្រព្រឹត្តអំពើរបស់គេទៀតទៅហើយគេក៏ប្រព្រឹត្តអំពើដូចខ្ញុំដែរបងប្អូនពេលដែលខ្ញុំប្រព្រឹត្តអំពើឈួតលីលាដែលក្នុងការដែលខ្ញុំនិយាយអំពីរឿងដែលកើតឡើងនៅស្រុកខ្មែរចង់ឲ្យមានការស្ដារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញរិះគន់រដ្ឋាភិបាលដែលធ្វើខុសដើម្បីឲ្យគាត់កែនឹងយើងចេះតែធ្វើរាល់ថ្ងៃដដែល6ឆ្នាំគឺអំពើឈួតលីលាជាមួយខ្ញុំ6ឆ្នាំរដ្ឋាភិបាលក៏ឈួតលីលាតាមនឹងដែរដោយសារអីដោះស្រាយសំទោសដោះសារនិយាយការពារដោះសារនិយាយការពារនឹងរាប់ឆ្នាំដូចខ្ញុំចឹងដែរឥឡូវនេះមកតាមចេះទៀតដោះសារអញ្ចឹងទៀតប៉ុន្តែជាទូទៅនៅពេលដែលអំពើឈួតលីលាយើងទាំងពីរផ្គូផ្ចូលគ្នាគឺអ្នកដែលវេទនាគឺប្រជាពលរដ្ឋខ្មែរដោយសារអីអត់ព្រមរកដំណោះស្រាយសោះដែលចឹងយើងអត់រកដំណោះស្រាយអ្នកដែលឈួតលីលានៅក្នុងជួររដ្ឋាភិបាលគឺអាចឈ្នះនឹងភាពឈួតលីលារបស់ខ្ញុំក៏ប៉ុន្តែអ្នកដែលខាត់ប្រយោជន៍គឺប្រជាពលរដ្ឋខ្មែរតែខ្ញុំចង់ឲ្យរដ្ឋាភិបាលធ្វើភាពត្រឹមត្រូវវិញទៅកុំឈួតលីលាអីតាមខ្ញុំអីបើខ្ញុំឈួតលីលាក្នុងការប្រាប់ព័ត៌មានអំពីការដែលប្រព្រឹត្តខុសហើយចង់បានឲ្យស្ដារឡើងវិញធ្វើទៅចំណេញប្រជាពលរដ្ឋខ្ញុំជឿថាប្រជាពលរដ្ឋនឹងសរសើរថាយើងធ្វើត្រូវហើយមិនអញ្ចឹងហ៎ឥឡូវយើងចូលមកដល់រឿងដែលថាត្រូវបញ្ហាដែលកើតឡើងរឿងបុករត់បុករះមន្ត្រីមានសមត្ថកិច្ចនៅតែប្រព្រឹត្តអំពើដដែលជាដដែលខ្ញុំមើលទៅគឺស្រក់ទឹកភ្នែកបងប្អូននៅពេលដែលឃើញមន្ត្រីសាក់5ប៉ូលីសម្នាក់បើកឡានបុកគេរត់ហើយទៅប៉ះផាសអាប់នោះផងទៅប៉ះគ្នាបុកគ្នាស្លាប់រដូករណាលតាមផ្លូវជាប៉ូលីសបងប្អូនជាប៉ូលីសបងប្អូនត្រូវចាំថានៅពេលដែលយើងមានក្រងសម្លៀកបំពាក់ឯកសណ្ឋានណាគឺការទទួលខុសត្រូវយើងខ្ពស់ណាស់ទី1គឺយើងជា role model បានន័យថាជាបុគ្គលគំរូហ្នឹងគឺបានន័យថាយើងជាអ្នកចេះច្បាប់យើងជាអ្នកអប់រំច្បាប់យើងជាអ្នកពង្រឹងការអនុវត្តច្បាប់យើងនិយាយអីប្រជាពលរដ្ឋគេជឿជាក់នៅលើសមត្ថភាពនិងការទទួលខុសត្រូវនិងវិជ្ជាជីវៈរបស់យើងអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមប្រព្រឹត្តផ្ដេសផ្ដាស់ឲ្យក្នុងយើងថាយើងមានតួនាទីជាមន្ត្រីបែបនេះប្រជាពលរដ្ឋចាប់ផ្ដើមអស់សង្ឃឹមបងប្អូនហើយវាជាគំរូអាក្រក់មែនតើមិនមែនសម្រាប់តែប៉ូលីសទេគឺសម្រាប់ប្រជាពលរដ្ឋទូទៅដែលគិតថាចុះប៉ូលីសគេចេះច្បាប់ចេះអីផងគេធ្វើផ្ដេសផ្ដាស់អញ្ចឹងចុះហ្មងរាសសាមញ្ញយើងទៅខ្លាចអីនឹងប្រព្រឹត្តអំពើលាមកបែបនេះឬក៏មិនស្មោកគ្រោកបែបនេះខ្ញុំជឿថាមានបងប្អូនច្រើនណាស់ក៏គេស្អប់អំពើលាមកបែបនេះប៉ុន្តែអ្វីដែលជាឫសគល់នៃបញ្ហាហេតុអីបានជាមនុស្សបើកបុកគេឲ្យរត់បុករះឬផឹកស្រាស្រវឹងនៅតែនៅបើកបរកត្តាសំខាន់គឺប្រព័ន្ធដឹកនាំរដ្ឋទៀតហើយបងប្អូនតែខ្ញុំនិយាយទៅថាស្អីបន្តិចប្រព័ន្ធដឹកនាំរដ្ឋស្អីបន្តិចប្រព័ន្ធដឹកនាំរដ្ឋគឺបង្កើតឲ្យវាមានស្ថាប័នតុលាការដែលអត់មានភាពឯករាជ្យហើយមិនអាចនឹងយកជាទីពឹងបានណាបងប្អូនប៉ូលីសក៏អត់មានពឹងបានតុលាការក៏អត់ពឹងបានរដ្ឋាភិបាលជាសេះលែងដៃរដ្ឋសភាក៏មិនដឹងជាសភារបស់អ្នកណាព្រោះប្រជុំម្ដងលើកតែដៃវាដូចថាវាគ្មានអ្នកណាទៅជជែកឲ្យដឹងថាអូនេះតំណាងរាស្ត្រនេះគួរឲ្យទុកចិត្តបើតែគាត់នៅក្នុងគណៈបកកាន់អំណាចក៏ដោយប៉ុន្តែគាត់ការពារប្រជារាស្ត្រមើលទៅគួរឲ្យសស្រាក់ស្រាមអត់មានគឺខ្លាចរឿងហ្នឹងទាំងអស់អញ្ចឹងទៅដល់អញ្ចឹងទៅវាចបៃត្រទៅជាមួយគ្នាដល់អញ្ចឹងទៅអត់មានអ្នកណាផ្ទៀងផ្ទាត់យើងមើលនៅសហរដ្ឋអាមេរិកបងប្អូនដែលឃើញអ្នកណាដែលបើកឡានលើសលបឿនឬក៏ស្អីគេហ្នឹងគឺតើរដ្ឋគេអនុវត្តច្បាប់គេប៉ុណ្ណាគេតឹងប៉ុណ្ណាតើមន្ត្រីប៉ូលីសហ្នឹងមានការសោកប៉ាន់ឬក៏ទៅចាំពួនវៈស្ទាក់ចាប់មនុស្សដូចនាងពួនជួនកាលនឹងទៅស្ទាក់គេទៅធ្លាក់ស្រែជួនកាលទៅបុកគ្នាគ្រោះថ្នាក់អាចដល់ជីវិតទៀតផងដោយសារតែប៉ូលីសបញ្ញាក់អីអញ្ចឹងយើងធ្វើឲ្យថោកទាំងប៉ូលីសយើងធ្វើឲ្យថោកទាំងសេចក្តីថ្លៃថ្នូររបស់មនុស្សផងទាំងពួងដោយសារអីអារឿងប៉ូលីសហ្នឹងខ្ញុំអត់សូវបន្ទោសប្រហែលដែរទេអារឿងវៈនាងពួនហ្នឹងដោយសារអីវាជាមុខរបរមិនមែនជាការពង្រឹងការអនុវត្តច្បាប់ណាទេបងប្អូនព្រោះតែចាប់ប៉ូលីសចាប់ផាកអីចឹងទៅបានលុយបានកាក់អីទៅគ្រាន់ចិញ្ចឹមជីវភាពដោយសារប្រាក់ខែនោះវាតិចពេកបើគេពុកឲ្យលួយថ្នាក់លើយកលុយវល់លានដុល្លារចាយគ្នាអស់ហើយប៉ូលីសនៅគ្នាចរាចរណ៍ហ្នឹងបានស្អីក្រៅតែពីផ្លុំកញ្ចែ
ទឹកមាត់ពេញកញ្ចែណាបើថ្ងៃណាត្រូវមានគណៈបតិភូអីធ្វើដំណើរកាត់ទីក្រុងហងផ្លុំឡើងសើមពេញកញ្ចែអត់មានលុយ1រៀលផងបើថាផ្លុំហៅពីនេះអាហ្នឹងអាចបានលុយខ្លះអញ្ចឹងអាបញ្ហាបែបហ្នឹងគឺរឿងកាពះបែបហ្នឹងគឺវាជារឿងមួយដែលវាគួរអកុសលដែលធ្វើឲ្យខូច credit ខូចកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប៉ូលីសហ្នឹងក៏សម្បើមដែរក៏ប៉ុន្តែយើងមើលអំពីដើមខ្សែទៀតហើយបងប្អូនប្រព័ន្ធតុលាការបើយើងនៅមានប្រព័ន្ធតុលាការបែបជាឧបករណ៍នយោបាយដែលគេប្រើប្រាស់ដើម្បីធ្វើទុកបុកម្នេញអ្នកណាដែលហ៊ានស្រែកហ៊ានថាលឺសូការសោកប៉ាន់ទាំងមីទវីទាំងចៅក្រមអីហ្នឹងគឺលឺអូយលឺគឺថាគ្មានពេលណាមួយដែលស្ងប់សោះលឺនោះលឺបាទហើយសួរថាប្រហែលជាគេឈប់ហើយដឹងប្រហែលបើឈប់ឡើងសូវលឺឯមើលទៅឬមួយក៏អាហ្នឹងវាលឺតែពួកប្រឆាំងទេឬក៏អាហ្នឹងវាលឺតែមួងណារ៉េតដែលសរសេរព័ត៌មានអាក្រក់ពីស្រុកខ្មែរដែលគេចោទអញ្ចឹងមែនអញ្ចឹងទេបងប្អូនគឺវារឿងហ្នឹងវានៅកើតមានអញ្ចឹងហើយបើសិនជាបងប្អូនចង់សាករំលាយអង្គការចាត់តាំងនៃអំពើពុករលួយហ្នឹងស្រួលណាស់បងប្អូនចង់សាកមើលបងប្អូនសាកខ្លែងខ្លួនធ្វើជាកម្មសិក្សាការីឬក៏និស្សិតប្រឡងចូលមេធាវីឬក៏ចៅក្រមហ្នឹងណាយើងថាមានស្ថាប័នណាមួយគឺជួលមនុស្ស5នាក់ឧទាហរណ៍ឲ្យបង្កប់ខ្លួនធ្វើទៅជានិស្សិតប្រឡងធម្មតាហើយចាប់ផ្ដើមនិយាយពីរឿងពុករលួយហ្នឹងទៅហើយយកថតវីដេអូទៅកាសែតទៅថាពាយប៉ុន្តែវាអត់ដែលមានរឿងហ្នឹងទេវាអត់មានចេតនានយោបាយក្នុងការធ្វើអញ្ចឹងបើធ្វើទៅវារលាយអង្គការចាត់តាំងហ្នឹងវាបាត់ប្រយោជន៍ក្រុមបពពួកគេទៅគេធ្វើទៅអីយ៉ាងច្រើនបន្តិចបន្តួចហ្នឹងប្រឡែងឲ្យប្រជាពលរដ្ឋទៅសង់ស្ពានសង់ផ្លូវអីបន្តិចបន្តួចទៅលហិលទៅអស់ហើយកាលពីមុនអត់មានស្អីសង់ប៉ុណ្ណឹងហើយចង់បានអីទៀតបាទប៉ុណ្ណឹងប្រជាពលរដ្ឋស្ងប់ហើយផ្លូវស្ពានខ្វែងខ្វាត់ហ្នឹងយកអីចង់បានអីទៀតណាយើងមើលទន្លេមេគង្គទន្លេសាបទន្លេប្រសាអរិយខ្សាត់ស្ពានអាកាសស្ពានអីផ្លូវលបឿនលឿនអីមានហូរហែប៉ុណ្ណឹងចង់បានអីទៀតនេះអ្វីដែលគេចង់ប្រាប់យើងហ្នឹងគេប្រាប់អញ្ចឹងប៉ុណ្ណឹងចង់បានអីទៀតដល់ពេលបងប្អូនគិតមកបន្ទុះថាអញ្ចឹងមែនឯងព្រោះខាងគណៈបកប្រឆាំងអីហ្នឹងបានតែស្រែកមកមិនដែលឃើញធ្វើអីបានបន្តិចផងតែគណៈបកប្រជាជនកម្ពុជាគេមកតាំងពីបាតដៃទទេគេជួយមកកណោចឹងមែននាំគ្នាជេរគណៈបកប្រឆាំងទាំងអស់គ្នាដល់ពេលធ្លាក់ទឹកបានចាប់ផ្ដើមវិលទៅរកគណៈបកកណ្ដាលអំណាចវិញអញ្ចឹងទៅបងប្អូនបើស្រឡាញ់គណៈបកកណ្ដាលអំណាចស្រឡាញ់តែ 50% បានហើយបើស្រឡាញ់គណៈបកប្រឆាំងក៏ស្រឡាញ់តែ50បានហើយទុក50ដើម្បីដោះដូរគ្នាចឹងទៅឲ្យវាមានតលយៈភាពបើថាដាក់ណា100ហើយបងប្អូនខកចិត្តគ្រប់រឿងតែគណៈបកប្រឆាំងក៏ខកចិត្តដែរហេតុអីបើខ្ញុំថាខកចិត្តព្រោះនៅពេលដែលគណៈបកប្រឆាំងកាន់អំណាចចង់វាមានរឿងច្រើនដែលសល់មកក៏ដោះស្រាយតែវាមិនបានដូចចិត្តដល់អញ្ចឹងវាមានការថ្នាក់ហ្នឹងឯងមិនអញ្ចឹងវាមិនបានដូចចិត្តយើងហ្នឹងហើយតែគ្មានអ្នកណាទៅកាន់ការរដ្ឋាភិបាលធ្វើបានគ្រប់ចិត្តគ្រប់ចិត្តអត់បានប្រជាពលរដ្ឋគ្រប់រូបទេដោយសារតែរឿងវាច្រើនពេកហើយបើគណៈបកប្រឆាំងណាទៅកាន់អំណាចក្រោយគណៈបកប្រជាជនណាមិនបាច់ធ្វើអីទេ5ឆ្នាំនោះស្ដារបើគ្រាន់តែទម្លាក់ស្លាកឈ្មោះសាលារៀនដែលមានឈ្មោះថ្នាក់ដឹកនាំពីមុនមក5ឆ្នាំស្រួលចំណាយពេលទម្លាក់តែស្លាកហ្នឹងក៏អត់គ្រប់ផងក៏មិនដឹងដូច្នេះវាពិបាកដែរទទួលមកបាក់ច្រើនអញ្ចឹងណាតែយ៉ាងណាបងប្អូនកុំទៅបំផ្លាញសមិទ្ធិអីដែលមានស្រាប់អីណាឡើងកាន់អីឡើងកាន់ទៅអារបស់គេធ្វើឲ្យធ្វើទៅអាហ្នឹងលុយរបស់ជាតិយើងទេលុយប្រជាពលរដ្ឋចាពាក់ទេគាត់អត់មានឈ្មោះមានអីហ្នឹងប្រើសិនទៅវាមិនស្អីទេគាត់តែគិតថាយើងមានលទ្ធផលលទ្ធភាពលើកក្រោយកុំធ្វើដូចគេអញ្ចឹងទៅកុំដាក់ឈ្មោះឯកជនទៅលើសមិទ្ធិរបស់រដ្ឋអីអញ្ចឹងលុយខ្ចីគេអញ្ចឹងទៅវាបានទៅហើយកុំឲ្យតែប្រជាពលរដ្ឋមានថ្នាក់ហើយបើមែនតែនទៅប្រជាពលរដ្ឋក៏មិនគួរណាតែថ្នាក់អីខ្លាំងថ្នាក់ដឹកនាំអីណាទេបើគាត់ខំប្រឹងទៅខ្ចីលុយគេខ្ចីអីមកយកមកសាងសង់អីដាក់ឈ្មោះគេអីដាក់ទៅឲ្យតែបងប្អូនយើងបានសាលារៀនចូលរៀនអីផ្លូវថ្នល់ប្រើដាក់ឈ្មោះណាប្រើទៅក៏បានយើងជិះឡានកុំឲ្យផុងដែរមិនអញ្ចឹងប្រើទៅប៉ុន្តែវាយ៉ាប់បំផុតអារឿងប្រើទៅហ្នឹងវាចាញ់បោកគេអាអ្នកដែលគេយកលេសមកអត់បានធ្វើអីសោះយកឈ្មោះយើងយកទៅប្រើខ្ចីលុយគេសោះឲ្យទៅបោះឆ្នោតឲ្យគេហើយចាប់ផ្ដើមទៅរិះគន់ពួកបកប្រឆាំងអត់ធ្វើអីណាអាហ្នឹងឯងបាទអ្នកបកប្រឆាំងចិត្តតែមួម៉ៅអត់ចង់ប្រើអាផ្លូវដែលគេធ្វើឬក៏អាសាលារៀនដែលគេដាក់ឈ្មោះគេហ្នឹងដោយសារតែយើងប្រើនយោបាយប្រជាពិធយើងអត់ស្មោះត្រង់យើងបានហើយយើងទៅឌីលគេថាគេអត់បានធ្វើអីចឹងទៅវិញតែខ្លួនឯងទេដែលមានភារកិច្ចធ្វើដែលយើងអត់ស្មោះត្រង់អញ្ចឹងវាពិបាកអញ្ចឹងបើអស់លោកកែអាហ្នឹងទៅប្រហែលជា
អ្នកខ្លះអាចស្ងប់ចិត្តអីបានដែរអញ្ចឹងឥឡូវឬគល់នៃបញ្ហាយើងមើលពីដើមខ្សែមកប្រព័ន្ធតុលាការមិនឯករាជ្យប្រព័ន្ធប៉ូលីសប្រព័ន្ធអីនៅមានភាពផុយស្រួយបាក់ពួកគ្នាឯងអីនឹងចូលតាមខ្សែតាមអីរលុយរអីដើម្បីទៅតាមខ្សែតាមអីដល់អញ្ចឹងទៅអាងខ្នងអាងអីអញ្ចឹងទៅចុះតាធ្វើអីបំពេញអីអញ្ចឹងទៅក៏ប៉ុន្តែខ្ញុំមិនជឿថាករណីដែលកើតឡើងថ្ងៃមុនតាក់ទងនឹងលោកសាក់5មួយឈ្មោះហ៊ុនហេងបាទហ៊ុនហេងនឹងមិនមែនជាឈ្មោះរបស់តារាសិល្បៈយើងដែលគាត់បានដែលថាមានស្នាដៃអីនៅក្នុងសិល្បៈអីនោះទេគឺឈ្មោះវាស្តៀងគ្នាអញ្ចឹងហើយគាត់បុកគេរហូតដល់ស្លាប់អីអញ្ចឹងហើយក្នុងនាមជាប៉ូលីសអីអញ្ចឹងយើងឃើញរឿងនេះមិនមែនជារឿងដំបូងអីហើយហេតុអីបានរត់ហេតុអីបងប្អូននឹងហេតុអីបានជានាំគ្នាបើករត់នៅអាមេរិកនេះគឺបើករត់គឺជាអក្រិតកម្មណាបើយើងអត់នៅការនៅកន្លែងពេលប៉ះពៀគ្នាហើយយើងអត់នៅដោះស្រាយបញ្ហាគឺយើងនឹងប្រព្រឹត្តបទអក្រិតមួយដែលអត់រួចខ្លួនទេបាទអានេះហើយប៉ុន្តែគេថាតែរត់ហើយរួចខ្លួនណាបើសំណាងមានមិនដឹងទេប៉ុន្តែភាគច្រើនអត់ដែលរួចខ្លួនទេអញ្ចឹងបានប្រជាប្រដ្ឋគេនេះគឺប៉ះពៀអីនៅចាំដោះស្រាយមានករណីរត់ខ្លះដែរវាមិនមែនអត់ទេប៉ុន្តែតិចតួចប៉ុន្តែរឿងដែលរត់នៅស្រុកខ្មែរខ្ញុំសង្កេតឃើញចេះបងប្អូនយើងអត់ជឿជាក់លើប្រព័ន្ធតុលាការយើងយកតុលាការប្រជាជនដើម្បីដោះស្រាយបញ្ហាបងប្អូនអញ្ចឹងអារឿងកាយប្រព័ន្ធតុលាការហ្នឹងក៏សំខាន់ដែរណាស្ថាប័នប៉ូលីសនិងតុលាការត្រូវធ្វើឲ្យប្រជាពលរដ្ឋទុកចិត្ត